ព្រះរាជអាជ្ញាដូចគ្នាតែមិនដូចគ្នាបុគ្គលដែលគេជ្រើសរើសជាព្រះរាជអាជ្ញាត្រូវតែមានសមត្ថភាពនិងជាអ្នកសុចរិតមានសិលធម៌ស្អាតស្អំនេះបើយោងតាមមាត្រា4ច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញាខ្ញុំសូមនិយាយរំលឹករឿងបន្តិចព្រោះយូរដែរហើយដែលបានកើតឡើងនៅក្នុងខេត្តព្រៃវែងដែលខ្ញុំបានប្តឹងមន្ត្រីរាជការ10រូបរឿងស៊ីដាច់លុយពន្ធរថយន្តខ្ញុំជាដើមបណ្ដឹងលើសំណុំរឿងព្រហ្មទណ្ឌលេខ873ចុះថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2024របស់អាយកាអមសាលាដំបងខេត្តព្រៃវែងដែលមានព្រះរាជអាជ្ញាធំគុជគីមឡុងកាន់និងដោះស្រាយសំណុំរឿងនេះក្នុងអំឡុងពេលតតាំងក្តីគ្នានៅតាមផ្លូវតុលាការខ្ញុំបានពឹងពាក់មេធាវីជួយការពារក្តីស្របច្បាប់និងបានដាក់ពាក្យសុំថតចម្លងសំណុំរឿងកាន់កាប់ដោយព្រះរាជអាជ្ញាធំគឺមិនដែលថតឲ្យទាល់តែសោះរហូតដល់មានការផ្លាស់ប្ដូរតួនាទីទៅកាន់ខេត្តកណ្ដាលក្នុងតំណែងជាព្រះរាជអាជ្ញាធំប៉ុន្តែបែរជាសំណុំរឿងដដែលនេះដឹកនាំដោយឯកឧត្តមកុយកាន់យ៉ាដែលទើបតែប្ដូរពីខេត្តពោធិ៍សាត់មកកាន់តួនាទីជាព្រះរាជអាជ្ញាធំនៅខេត្តព្រៃវែងបានថតចម្លងសំណុំរឿងជូនមេធាវីរបស់ខ្ញុំហេតុអ្វីព្រះរាជអាជ្ញាដូចគ្នាតែមិនដូចគ្នាដោយសារតែដូចគ្នាតែមិនដូចគ្នាទើបខ្ញុំសម្រេចចិត្តយ៉ាងសប្បាយរីករាយប្តឹងលោកគុជគីមឡុងដែលទើបតែងតាំងថ្មីផ្លាស់ប្ដូរពីខេត្តព្រៃវែងទៅខេត្តកណ្ដាលចូលទៅក្រសួងយុតិធធម៌និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើ3ចំណុចទី1ការបិទបាំងសំណុំរឿងទី2ការគេចវេះពីការទទួលខុសត្រូវរបស់ស្ថាប័នអាយកានិងទី3ដើរផ្ទុយពីគោលនយោបាយរបស់ក្រសួងយុតិធធម៌ភាពដូចគ្នាគឺតួនាទីជាព្រះរាជអាជ្ញាដែលធានាការពារផលប្រយោជន៍សាធារណៈនិងសុវត្ថិភាពសង្គមចំណែកភាពមិនដូចគ្នាគឺព្រះរាជអាជ្ញាគុជគីមឡុងមិនថតចម្លងសំណុំរឿងរីឯព្រះរាជអាជ្ញាកុយកាន់យ៉ាបានថតគ្រប់គ្រាន់គ្មានគំនិតបិទបាំងសំណុំរឿងនោះទេដូចព្រះរាជអាជ្ញាដូចគ្នាតែមិនដូចគ្នាសូមគិតម្ដងទៀតដើម្បីកម្ពុជា